សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះធ្វើថ្នាំបេះដូងនិងថ្នាំហើបបេះដូងដល់ភាសាវៀតណាមហៅថាហើថ្នាំនេះមិនថាហើបបេះដូងកម្រិត3សន្លឹក4សន្លឹកអី2សន្លឹកអាចមើលជាដែរព្រោះខ្ញុំមើលចាយខ្ញុំនិយាយពីវីដេអូមុនអញ្ចឹងគឺគាត់កើតម្នាក់កើត3សន្លឹកម្នាក់កើត4សន្លឹកដែលហើបាឡានិងបងឡានេះណាគឺឲ្យហូបដូចជាហើយដល់ថ្ងៃនេះខ្ញុំធ្វើ10កញ្ចប់ទៀតផ្ញើទៅប្រទេសក្រៅឆ្នាំហាក់បេះដូងនេះហើយនេះគឺឆ្នាំកាពះឆ្នាំកាពះខ្ញុំមិនធ្វើមួយកញ្ចប់ទេបងប្អូនណាធ្វើបើឈឺធ្ងន់នេះធ្វើម្សៅ10កញ្ចប់ទុកឲ្យហូបហើយមកកញ្ចប់នេះអាចហូបទៅ5ថ្ងៃបើយើងបកកែហូបហើយ3ថ្ងៃបានអស់ជាតិចឹងណាហើយក្នុងមកset weight 10ខ្ចប់ទីយើងអាចហូបមួយជាបានតែត្រូវការតមនៅតំណមដែលដាក់ទៅឲ្យអានេះគឺជាថ្នាំហើបបេះដូងហ្នឹងក៏តមដែរបងប្អូនតមហើយដូចខ្ញុំបានបញ្ជាក់នេះគឺខ្ញុំធ្លាប់មានបទពិសោធន៍ដែលរៀនពីគ្រូរបស់ខ្ញុំមកហើយនឹងបានព្យាបាលញាតិរបស់ខ្លួនឯងឬចៅរបស់ខ្ញុំជានឹងហើយថ្ងៃនេះគឺធ្វើឲ្យមានអ្នកបរទេសនេះគេមកយកខ្មែរយើងទៅគាត់នៅប្រទេសក្រៅចឹងណាធ្វើគាត់ជប់នៅគាត់នៅប្រទេសអញ្ចឹងធ្វើឲ្យគឺគេមកយកហើយបងប្អូនដែលមានបញ្ហាហើបបេះដូងនិងកាពះហ្នឹងនិងជំងឺផ្សេងៗទៀតអាចតាក់ទងមកខ្ញុំបានសូមអរគុណ